សួស្តីដល់អ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនាពេលបច្ចុប្បន្ននេះទោះជាអ្នកដើរដល់ទីណាក៏ដោយក៏អ្នកតែងតែឮពាក្យដែលគេនិយាយថា Gen Z ឬក៏សម័យយុវជន Gen Z មែនដែរទេមិនថាកន្លែងធ្វើការក្នុងសាលារៀនឬលើបណ្ដាញសង្គមដូចជា TikTok, Facebook, Instagram មិនឡើយតើអ្នកធ្លាប់ឆ្ងល់តែទេថាហេតុអីបានជាយុវជនគ្រប់នេះហាក់ដូចជាមានឥទ្ធិពលខ្លាំងម្ល៉េះហើយតើពួកគេជាមនុស្សបែបណាឲ្យប្រកាសទៅនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំទៅអ្នកគ្នាឲ្យស្វែងយល់ពីពិភពរបស់ Gen Z បានច្បាស់ធានាថាមើលចប់អ្នកនឹងយល់ពីពួកគេភ្លាមប៉ុន្តែមុននឹងឈានចូលដល់សាច់រឿងកុំភ្លេចចុច like និង subscribe channel មួយរបស់ខ្ញុំផងដំបូងយើងត្រូវតែដឹងថាតើគេរាប់អាយុ Gen Z ពីឆ្នាំណាដល់ឆ្នាំណាតាមអាយុមន័យជាសកល Gen Z នេះគឺចង់សំដៅទៅលើក្រុមមនុស្សដែលកើតនៅចន្លោះឆ្នាំ1997ដល់ឆ្នាំ2012បើគិតមកដល់ឆ្នាំនេះពួកគេមានអាយុចន្លោះពី14ឆ្នាំដល់29ឆ្នាំនេះមានន័យថាយុវជន Gen Z មួយចំនួនកំពុងតែស្ថិតនៅក្នុងវ័យសិក្សានៅវិទ្យាល័យនិងសាកលវិទ្យាល័យនៅឡើយទេប៉ុន្តែមួយចំនួនធំទៀតបានកំពុងតែឈានជើងចូលក្នុងទីផ្សារការងារហើយក៏ខ្លាចទៅជាចលករយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គមចំណុចពិសេសនោះគឺពួកគេគឺជាមនុស្សជំនាន់ដំបូងគេដែលធំដឹងក្តីឡើងស្របពេលជាមួយនឹងការរីកចម្រើនយ៉ាងគំហុកនៃបច្ចេកវិទ្យាអ៊ីនធឺណិតឬក៏ smartphone ដូច្នេះហើយទើបគេជារឿយៗពួកគេឲ្យឈ្មោះថា digital natives ដែលបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាតែម្ដងឥឡូវនេះយើងមកមើលអំពីចរិតលក្ខណៈពិសេសរបស់ពួកគេវិញម្ដងថាតើពួកគេនឹងមានចំណុចលេចធ្លោអ្វីខ្លះដែលធ្វើឲ្យពួកគេនឹងខុសប្លែកពីមនុស្សជំនាន់មុនខ្ញុំសូមសង្កេតជូនជា3ចំណុចធំចំណុចទី1នោះគឺពួកគេរស់នៅជាមួយនឹងបច្ចេកវិទ្យាវៃឆ្លាតសម្រាប់ Gen Z អ៊ីនធឺណិតមិនមែនជាឧបករណ៍កម្សាន្តនោះទេតែវាគឺជាផ្នែកមួយនៃជីវិតពួកគេបានរៀបចំឬក៏រៀនជំនាញថ្មីស្វែងរកចំណូលឬក៏បង្កើតអាជីវកម្មតាំងតែពីអាយុតិចតួចរហូតដល់តាមរយៈអនឡាញពួកគេដឹងថាពួកគេមិនរងចាំស៊ូរៀបច្បងឡើយហើយពួកគេ search ឬក៏រកដល់ខ្លួនឯងពួកគេស្រឡាញ់សេរីភាពនិងស្មោះត្រង់ Gen Z មិនចូលចិត្តការបង្ខិតបង្ខំឬក៏ការធ្វើតាមគំរូចាស់ដោយគ្មានហេតុផលច្បាស់លាស់នោះទេនៅក្នុងការងារឬក៏ការរស់នៅពួកគេហ៊ាននិយាយចូលចិត្តភាពស្មោះត្រង់ហ៊ាននិយាយត្រង់និងឲ្យតម្លៃទៅលើសិទ្ធិបុគ្គលឬក៏សេរីភាពស្មើគ្នាចំណុចទី3គឺពួកគេឲ្យតម្លៃខ្ពស់ទៅលើសុខភាពផ្លូវចិត្តខុសពីមនុស្សជំនាន់មុនដែលច្រើនតែទ្រាំទ្រនៅសម្ពាធយុវជន Gen Z សម័យបច្ចុប្បន្នគាត់ហ៊ានបើកចិត្តនិយាយពីបញ្ហា stress ការបាក់ទឹកចិត្តឬក៏នឿយហត់ឬផ្លូវចិត្តពួកគេដឹងពីរបៀបស្វែងរកការជំនួយឬក៏ផ្ដល់តម្លៃទៅលើលំនឹងរវាងការងារហើយការរស់នៅដែលគេហៅថាភាសាអង់គ្លេសហៅថា work life balance ហ្នឹងឯងទោះជាយ៉ាងណាក៏ដោយការយល់ច្រឡំមួយចំនួនលើពួកគេដែរមនុស្សចាស់មួយចំនួនជឿថា Gen Z នេះគឺជាមនុស្សដែលមិនចេះអត់ធ្មត់យូរចូលចិត្តរកការងារញឹកញាប់បានផ្លាស់ប្ដូរការងារញឹកជាប់ណាចូលចិត្តតវ៉ាប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅមិនមែនមកពួកគេខ្ជិលឬក៏រឹងរូសនោះទេមកពីពួកគេដឹងច្បាស់ថាខ្លួនឯងចង់បានអីហើយពួកគេមិនចង់ចំណាយទៅលើអ្វីដែលមិនផ្ដល់តម្លៃឲ្យពួកគេឬក៏មិនស្របទៅនឹងសមត្ថភាពរបស់ពួកគេឡើយពួកគេគឺជាមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ប្រសិនបើពួកគេតាក់ចំកន្លែងដែលត្រឹមត្រូវជាចុងក្រោយ Gen Z គឺជាមនុស្សជំនាន់ថ្មីពោពេញទៅដោយថាមពលភាពច្នៃប្រឌិតនិងការផ្លាស់ប្ដូរការស្វែងយល់ពីពួកគេហ្នឹងមិនមែនដើម្បីវាតម្លៃនោះទេប៉ុន្តែដើម្បីឲ្យមនុស្សចំនួនអាចរស់នៅហើយធ្វើការជាមួយគ្នាបានហើយចុះសម្រុងគ្នាបានចូលអ្នកទាំងអស់គ្នាវិញថាតើអ្នកដែលកំពុងតែទស្សនាឬក៏ស្ដាប់វីដេអូនេះតើកើតក្នុងឆ្នាំណាដែរឬក៏យល់ស្របទៅនឹងចំណុចដែលខ្ញុំនិយាយនេះដែរទេកុំភ្លេចបញ្ចេញមតិ comment នៅខាងក្រោមវីដេអូម្នាក់មួយផងបើទាំងអស់គ្នាពេញចិត្តឬក៏ស្រឡាញ់វីដេអូនេះចូលចិត្តកុំភ្លេចចុច like share ហើយនិង subscribe channel មួយរបស់ខ្ញុំផងដើម្បីយើងទទួលបានចំណេះដឹងចែករំលែកថ្មីៗល្អៗនៅពេលក្រោយទៀតសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណនិងសូមជម្រាបលា